Chinese learner និយាយថ្ងៃហ្នឹងមកចេះនិយាយអង់គ្លេសណាទៀតចាសួស្តីបងប្អូនទាំងអស់គ្នាដែលជាអ្នករៀនភាសាចិនថ្ងៃនេះមកចែករំលែកបងប្អូនទាំងអស់គ្នានៅចម្ងល់បងប្អូនដែលសួរអំពីចុងវិនហានយូនឹងខុសគ្នាមិនចាប៉ុន្តែខ្ញុំនឹងដាក់ពាក្យព្រូធងហក់មកថែមមួយទៀតព្រោះអីគេទៅមុខទៀតអ្នកទាំងអស់គ្នានឹងចាប់ដើមឆ្ងល់ព្រូធងហក់នឹងមកពីណាហើយពេលទៅដល់ចិនហ្នឹងអ្នកទាំងអស់គ្នាប្រកាសជាឮពួកហ្នឹងហើយឧទាហរណ៍ចាក់ស្ដែងបងប្រុសខ្ញុំចាគាត់ទៅចិនអញ្ចឹងគឺគេសួរគាត់ថាហួយសួរព្រូធងហក់មកហើយគាត់ចាប់ដើមសួរខ្ញុំព្រូធងហក់ហ្នឹងស្អីគេព្រោះឯនៅខ្មែរយើងបើឮហានយូហើយនឹងជុំវិញគាត់ដឹងដល់ពេលទៅដល់នោះគេសួរភូថងហក់គាត់រៀនឆ្ងល់ថាភូថងហក់ហ្នឹងអីគេចាភូថងហក់ហ្នឹងគឺចិនកុកងើអ្នកទាំងអស់គ្នាអញ្ចឹងតិចខ្ញុំនឹងបញ្យល់អ្នកទាំងអស់គ្នាណាចាអញ្ចឹងខ្ញុំចង់អ្នកទាំងអស់គ្នាស្ដាប់ឲ្យដល់ចប់ហើយអ្នកទាំងអស់គ្នានឹងយល់ទៅចាអញ្ចឹងមុននឹងបញ្យល់អ្នកទាំងអស់គ្នាពីចុងវិញហានយីហើយភូថងហក់ហ្នឹងខុសគ្នាមិនខ្ញុំមកនិយាយអ្នកទាំងអស់គ្នាពីស្ថានភាពទូទៅនៅស្រុកចិនសិនចាហើយខ្ញុំនឹងប្រៀបធៀបជាមួយនឹងភាសាប្រទេសខ្មែរយើងដើម្បីអ្នកទាំងអស់គ្នាងាយយល់ចាបងប្អូនទាំងអស់គ្នាគឺឥឡូវយើងនិយាយពីខ្មែររបស់យើងយើងហៅប្រទេសខ្មែរនិយាយពីប្រទេសកម្ពុជានិយាយភាសាខ្មែរហើយជនជាតិខ្មែរចាប៉ុន្តែប្រទេសកម្ពុជាយើងមិនមែនមានតែជនជាតិខ្មែរហើយនិងភាសាខ្មែរទាំងអស់គ្នាគឺយើងមានបងប្អូនជនជាតិដើមភាគតិចទៀតចាពួកគាត់មានភាសារបស់ពួកគាត់ចាគាត់ជនជាតិភាគតិចគឺជនជាតិភ្នងជនជាតិគួយចាអញ្ចឹងអ្នកទាំងអស់គ្នាគឺនៅស្រុកខ្មែររបស់យើងនេះមិនមែនមានតែខ្មែរទេអ្នកទាំងអស់គ្នាគាត់យើងក៏មានជនជាតិដើមភាគតិចដែរហ្នឹងហើយប្រទេសយើងទួយប៉ុណ្ណឹងផងយើងនៅតែមានជនជាតិដើមភាគតិចដែលជាមានភាសារបស់គាត់មានអរិយធម៌របស់គាត់ជនជាតិខ្មែរអ្នកទាំងអស់គ្នាបែកមួយទៀតជនជាតិខ្មែរអ្នកទាំងអស់គ្នាពេលដែលយើងនិយាយភាសាខ្មែរនេះគឺយើងយកអ្នកនៅតំបន់ណាជាគោលតំបន់អ្នកភ្នំពេញជាគោលអញ្ចឹងភាសាខ្មែររបស់យើងអ្នកទាំងអស់គ្នាពីតំបន់មួយទៅតំបន់មួយក៏លក្ខណៈរៀងខុសគ្នាដែរត្រូវអត់ឧទាហរណ៍យើងអ្នកនៅភ្នំពេញជាមួយអ្នកសៀមរាបតែយើងកុំនិយាយអ្នកសៀមរាបនៅក្រុងអ្នកសៀមរាបដែលអាចសញ្ញាអ្នកទាំងអស់គ្នាទៅស្ដាប់និយាយគាត់និយាយបានទេស្ដាប់គាត់សឹងតែមិនបានតែម្ដងបើម៉ាក់ខ្ញុំគាត់ថាគាត់ស្ដាប់អត់បានសោះអ្នកដែលនៅសៀមរាបយើងជ្រៅអ្នកទាំងអស់គ្នាគឺបែបហ្នឹងហើយសួរថាគាត់និយាយភាសាអីគាត់និយាយភាសាខ្មែរក៏ប៉ុន្តែយើងនេះអ្នកនៅភ្នំពេញនេះស្ដាប់ពួកគាត់អត់យល់ទេចាហើយអ្នកខ្លះវិញនៅកំពង់ស្ពឺប៉ុន្តែគាត់មិននៅក្រុងទេគាត់នៅយើងជាប់ភ្នំជាប់អីអញ្ចឹងក៏ស្ដាប់គាត់អត់បានដែរអ្នកទាំងអស់គ្នាហើយគាត់និយាយភាសាអីគេភាសាខ្មែរតែស្ដាប់អត់បានទេចាំថាភាសាខ្មែររបស់យើងនិយាយភាសាខ្មែរដូចគ្នាក៏ប៉ុន្តែភាសាខ្មែរដែលយើងយកជាផ្លូវការជាគោលគឺតង់អ្នកនៅភ្នំពេញតែនឹងប្រទេសយើងតូចផងចុះតម្រាំប្រទេសចិនប៉ុណ្ណាប៉ុណ្ណីអ្នកទាំងអស់គ្នាតើការតំណែងតំណងនឹងវាវេទនាប៉ុន្មានចាអូខេទៅយើងចូលនឹងអត្ថបទរបស់យើងហ្មងចុងវិនហ្នឹងគឺពាក្យកាត់មកពីពាក្យពេញគឺ中国语文中国语文中国ប្រទេសចិនត្រូវអត់语文ហ្នឹងគឺភាសានិងអក្សរអញ្ចឹងពាក្យថាចុងវិនមួយម៉ាត់នេះគឺគេផ្ដោតទាំងភាសានិងអក្សរដែលជនជាតិចិនគាត់ប្រើប្រាស់ចាគេអត់ផ្ដោតទៅលើជនជាតិចិនមួយណាយើងឯងគាត់ថាជនជាតិចិនទាំងអស់ប្រទេសចិនចាជនជាតិប្រទេសចិនទាំងអស់ដែលប្រើអញ្ចឹងវាអាចមានអក្សរច្រើនជនជាតិចិនគាត់និយាយគាត់ប្រើគឺគេហៅថាចុងវិនប៉ុន្តែជាទូទៅឮពាក្យចុងវិននេះគឺវាផ្ដោតទៅលើអ្វីដែលយើងកំពុងតែរៀននឹងឯងអ្នកទាំងអស់គ្នាចាវាអត់សូវទៅណាទេប៉ុន្តែអត្ថន័យរបស់វាគឺអញ្ចឹងឯងគឺភាសានិងអក្សរដែលប្រទេសចិនគេប្រើប្រាស់ចាអញ្ចឹងចុងវិននេះគឺផ្ដោតទៅលើភាសាផងហើយនិងអក្សរផងអញ្ចឹងយើងអាចនិយាយថា我会说中文我会说中文ខ្ញុំចេះនិយាយភាសាចិន我会写中文ខ្ញុំចេះតែសេអក្សរចិនអញ្ចឹងចុងវិននេះអាចបកថាភាសាចិនក៏បានអក្សរចិនក៏បានអូខេទាំងពីរអត់ខុសទេចាគាត់តែយើងថាយើងកម្រឃើញគេនិយាយថា我会写中文កម្រឃើញបើនិយាយតាមចាក់ស្ដែងគឺខ្ញុំកម្រឃើញតែសួរតែខុសអត់ខុសទេអ្នកទាំងអស់គ្នាប្រើបានណាគាត់តែយើងអត់សូវជួបទេហ្នឹងហើយតែយើងមកដល់ហានយូចាពាក្យហាននេះគឺមកពីពាក្យចាហានជូចាគឺជនជាតិហានចាជនជាតិហានចាអញ្ចឹងហានយូគឺភាសាដែលជនជាតិហានគេប្រើហើយនៅស្រុកចិនអ្នកទាំងអស់គ្នាគឺបើខ្ញុំអត់ចាំខ្ញុំសូវចាំអ្នកទាំងអស់អាចជា90% ជាង 92% បើខ្ញុំចាំអត់ខុសបើសិនជាខុសចាំកែតាមនឹងចាតែបើខ្ញុំចាំគឺ92% គឺជនជាតិហានចាអញ្ចឹងហានយូនេះគឺភាសាដែលជនជាតិហានគេប្រើប្រាស់ចាជនជាតិហានគេប្រើប្រាស់ចាអញ្ចឹងប៉ុន្តែហានយូនេះគឺបានតែភាសាទេតែបើយើងចង់និយាយថាអក្សរចិនយើងដាក់ហាន字អញ្ចឹង我会说汉语我会写汉字តោះណាយើងចង់សរសេរហាន字
dạy Hàn ngữ ok okបងប្អូនអរគ្នាគឺយើងបន្តដល់普通话មិនហ្នឹងគឺរត់ទូរស័ព្ទបោះថ្មអញ្ចឹងយើងបន្តវិញដល់普通话普通话នេះគឺវាចេញមកពីហាន語ដែលអ្នកទាំងអស់គ្នាចាប៉ុន្តែដើម្បីដោយសារតែយើងដឹងហើយគឺជនជាតិហានហ្នឹងធំទូទាំងប្រទេសទៅវាធំមែនទែនអញ្ចឹងនៅក្នុងជនជាតិហានហ្នឹងអាហាន語ហ្នឹងវាមានភាសារបស់ខ្លួនឯងផ្សេងនេះដល់ទៅអញ្ចឹងមិនថាឲ្យតែជនជាតិហានហ្នឹងគឺនិយាយស្ដាប់គ្នាបានទេជនជាតិហានហ្នឹងក៏ស្ដាប់គ្នាអត់បានដែរចាអញ្ចឹងភាសាជនជាតិហានហ្នឹងវាមានច្រើនទៀតនៅក្នុងសភៅគេបែងចែកជា7ធំខ្លះវិញខ្ញុំអានទៅឃើញ10ធំអញ្ចឹងគឺខ្ញុំអត់ច្បាស់ថាមានប្រមាណអញ្ចឹងវារៀងស្មុគស្មាញណាអញ្ចឹងសភៅខ្លះគេថា7ខ្លះថា10ធំអញ្ចឹងទៅចាអាតូចទៀតអ្នកទាំងអស់គ្នាត្រូវអត់អញ្ចឹងវាហាន語ហ្នឹងគឺវាច្រើនវាធំវាខុសគ្នាតាមហ្នឹងទៀតទៅអញ្ចឹងក៏គេកំណត់យកធ្វើម៉េចឲ្យប្រទេសជនចិនទូទាំងប្រទេសហ្នឹងនិយាយទំនាក់ទំនងគ្នាបានគឺគេមាន普通话ចាគឺហាន語普通话គឺកំណត់យកវាហៅតុងយកតុងពួកបែកខាងជើងគឺពួកបេកាំងពួកអីហ្នឹងអញ្ចឹងបានគេហៅបេកាំងខាងបេកាំងហ្នឹងនិយាយចិន普通话ហ្នឹងច្បាស់ជាងគេហ្នឹងហើយចាអញ្ចឹង普通话ហ្នឹងគឺសំដៅទៅលើចិនកុកងឺដែលយើងរៀននេះចាអញ្ចឹង普通话គឺជាចិនកុកងឺដែលយើងរៀនហើយពេលដែលបរទេសនិយាយអ្នកទាំងអស់គ្នាលើកបរទេសដែលរៀនហាន語រៀនចុងវិនរៀនអីហ្នឹងគឺគេសំដៅទៅលើរៀន普通话អ្នកទាំងអស់គ្នារៀនរាល់ថ្ងៃហ្នឹងគឺ普通话ចាតោះនេះ普通话គឺភាសាចិនកុកងឺចាអញ្ចឹងអ្នកទាំងអស់គ្នាតោះនេះអញ្ចឹងនៅក្នុងបរទេសពេលដែលគេនិយាយថាហាន語ចុងវិនហ្នឹងគឺគេដឹងថាយើងរៀន普通话ហ្នឹងឯងអ្នកទាំងអស់គ្នាចាអញ្ចឹងហេតុអីមិនចិនសុខម៉ានចិនគឺមានជនជាតិភាគតិចច្រើនអ្នកទាំងអស់គ្នាហើយភាសាហ្នឹងក៏ច្រើនដែរអានោះគេអត់ទាន់ថាអស់ហងវានៅមានច្រើនយ៉ាងហ្នឹងទៀតបច្ចុប្បន្នហ្នឹងដែលគេរាប់ចូលរដ្ឋធម្មនុញ្ញរបស់គេហ្នឹងជនជាតិភាគតិចជនជាតិទាំងអស់នៅក្នុងប្រទេសចិនហ្នឹងមាន56ដែរហើយបើភាសាវិញគេestimate ហ្នឹងគឺ80ហ្នឹងអ្វីដែលគេទទួលស្គាល់ចុះអ្វីដែលគេអត់ទទួលស្គាល់វានៅកប៉ិកកពុកច្រើនទៀតអញ្ចឹងខ្ញុំគិតថាជនជាតិវាអាចមានច្រើនជាង56ហ្នឹងភាសាក៏មានច្រើនជាង80ភាសាដែរនៅក្នុងភាសាចិនហ្នឹងចាប៉ុន្តែក៏អ្វីដែលយើងរៀននេះដែលជនជាតិចិនគេប្រើទូទាំងប្រទេសរបស់គេនេះណាចាដើម្បីតំណែងគ្នាហ្នឹងគឺគេប្រើ普通话ចាជនភាសាចិនកុងងឺនេះឯងចាបើមិនអញ្ចឹងទេអ្នកទាំងអស់គ្នាមកឡងតាមភូមិហ្នឹងនេះក្នុងសភៅគេទៅសែមកឡងតាមភូមិហ្នឹងក៏ស្ដាប់គ្នាអត់បានដែរអញ្ចឹងបានគេតម្រូវឲ្យយើងរៀន普通话ចាដើម្បីធ្វើការរកស៊ីមួយគ្នាតំណែងមួយគ្នាបានទូទាំងប្រទេសបើមិនអញ្ចឹងទេជនជាតិចិនខ្លួនឯងហ្នឹងតំណែងគ្នាបានទេចាអញ្ចឹងបងប្អូនកុំឆ្ងល់ថាហេតុអីបានអ្នកទាំងអស់គ្នារៀនចិននិយាយមួយបងប្អូនជនជាតិចិនខ្លះអ្នកទាំងអស់គ្នាបាក់ស្ដាប់គាត់មែនតើតុងរបស់គាត់យើងស្ដាប់អត់បានខ្ញុំក៏គាត់អត់ដែររៀនអា普通话នេះក៏គាត់ស្ដាប់យើងអត់បានដែរគាត់ចេះតែភាសារបស់គាត់នៅតាមតំបន់ហ្នឹងឯងចាអញ្ចឹងសង្ឃឹមថាវីដេអូនេះវារៀងវែងប៉ុន្តែអ្នកទាំងអស់គ្នានឹងយល់ដឹងបានច្រើនពីភាសាចិនពួកយើងអ្នករៀនភាសាចិនត្រូវតែស្វែងយល់តិចតួចដែរអំពីចំណេះដឹងទូទៅហ្នឹងណាចាអញ្ចឹងសង្ឃឹមអ្នកទាំងអស់គ្នាយល់ពីចុងវិនហានហើយ普通话អូខេអញ្ចឹងពេលដែលគេនិយាយទៅអ្នកទាំងអស់គ្នាអត់អីទេកុំបាច់ខ្វល់ច្រើនយើងនិយាយថាចុងវិនហាន普通话ហ្នឹងគឺគេសំដឹងថាយើងសម្ដៅទៅលើ普通话អីភាគច្រើនអញ្ចឹងបាច់ជឹកបានទេអ្នកទាំងអស់គ្នាអូខេអញ្ចឹងវីដេអូថ្ងៃនេះតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាវែងហើយអ្នកទាំងអស់គ្នាបាយបាយអ្នកទាំងអស់គ្នាកុំភ្លេចចែករំលែកឲ្យអ្នកទាំងអស់គ្នាគិតថាយល់ហើយគួរតែឲ្យអ្នកផ្សេងទៀតចេះដែរចែករំលែកផងអូខេ